ថ្ងៃមុនគឺខ្ញុំបានទៅធ្វើការថតវីដេអូនៅផ្លូវចិត្តមួយឥឡូវនេះយើងធ្វើការយកវីដេអូយកមកធ្វើការកាត់តដើម្បីរៀបចំក្នុងការហោះនៅក្នុង page បាទឥឡូវបន្ទាប់ពីយើងបានប្រមូលវីដេអូទាំងអស់ហ្នឹងយកមកដាក់នៅក្នុង computer រួចរាល់ហើយយើងចាប់ផ្ដើមក្នុងការរៀបចំវីដេអូទាំងអស់នេះទៅជាវីដេអូមួយដែលបង្ហាញពីសមិទ្ធផលនៃជួសជុលផ្លូវរបស់យើងបានកាន់រួចរាល់អស់ហើយតោះឥឡូវយើងទៅមើលលទ្ធផលសម្រាប់ទាំងអស់គ្នាវីដេអូរបស់ខ្ញុំក្នុងថ្ងៃនេះគឺមានតែប៉ុណ្ណឹងសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយបាទ